វិធីសម្អាតទូរស័ព្ទដៃ Android ឲ្យដំណើរការបានលឿនជាងមុនជាពិសេសសម្រាប់ទូរស័ព្ទដៃបងប្អូនដែលគាត់កំពុងតែប្រើហើយពេញ memory បានន័យថា space នៅក្នុងទូរស័ព្ទដៃគាត់គឺពេញហ្មងអត់អាចដំឡើងកម្មវិធីថ្មីបានថតរូបថ្មីក៏លែងបានវីដេអូថតថ្មីក៏លែងបានគឺពេញ memory តែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនឲ្យចូលទៅលុបឬក៏ clear memory ណាចាស់ចាស់ឬក៏អត់ប្រើចោលដើម្បីឲ្យទូរស័ព្ទយើងស្រាលហើយយើងអាចដំឡើងកម្មវិធីថ្មីបានហើយអត់ពេញ memory ទៀតទេអញ្ចឹងដំណើរការបានលឿនជាងមុនអរគុណអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយបងប្អូនបើកទូរស័ព្ទដៃហើយយើងអុសមកកន្លែងចូលមកកន្លែង setting ណានេះ setting អញ្ចឹងបងប្អូនអុសចុះមកខាងក្រោមរកពាក្យថា device care នេះ device care នេះឃើញទេគេដាក់ store memory នេះឃើញអត់ចុចឡើង device care ហ្នឹងមកអញ្ចឹងកន្លែងនេះគឺជាកន្លែងសំខាន់មួយដែលយើងត្រូវសម្អាតដែរបងប្អូនណាហើយការសម្អាតនោះមានបាត់ឯកសារអីទេណាចាមានបាត់ឯកសារទេនេះចុចអាកន្លែងនេះអញ្ចឹងទូរស័ព្ទដៃយើងនឹងធ្វើការសម្អាតឲ្យយើងហើយfile ណាដែលថាអត់ចាំបាច់ file ណាដែលយើង download ឲ្យវាសល់វាអីអញ្ចឹងទៅណាបងប្អូនណាចាចុច down មកប៉ុន្តែប៉ុណ្្នឹងគឺថា memory យើងវាសម្អាតបានខ្លះមកចំនួនធំហើយនេះឃើញទេដាក់ grade អញ្ចឹងគឺហើយណាអូខេអញ្ចឹងចូលមកដល់ចំណុចទី2ចូលមកកាន់ setting ដដែលហើយយើងអស់មកក្រោមរកពាក្យថា app នេះនៅក្រោម device care មិញហ្នឹងណាចុចយកពាក្យ app ហ្នឹងមកហើយនេះសុទ្ធតែជាកម្មវិធីដែលយើងបាន down យកមកដាក់នៅលើទូរស័ព្ទយើងទាំងអស់ហ្នឹងចាកម្មវិធីសំខាន់ទី2ដែលយើងត្រូវការសម្អាតហ្នឹងគឺនៅក្នុង Chrome នេះបងប្អូនឃើញឡើង101 MB នេះចុចយក Chrome ហ្នឹងមកដោយសារកម្មវិធីនេះគឺជាកម្មវិធី Google មួយដែលយើង search រកកម្មវិធីនេះsearch រកកម្មវិធីនោះស្វែងរកចម្លើយនេះចម្លើយនោះស្វែងចូល YouTube ស្វែងអីនៅក្នុង Chrome ហ្នឹងគឺវាជាប់នៅក្នុងទាំងអស់ website ណាក៏ដោយអីក៏ដោយដែលយើងសួររកហ្នឹងគឺវាជាប់ក្នុងទាំងអស់អញ្ចឹងវាអត់បាត់ទេវាធ្វើឲ្យ memory ក្នុងទូរស័ព្ទយើងគឺណែនទៅអញ្ចឹងកន្លែងសម្អាតហ្នឹងគឺសំខាន់មែនតើបងប្អូនអស់ចុះមកខាងក្រោមយកពាក្យ store ហើយកន្លែងដែលសម្អាតនេះឃើញគេដាក់ clear នេះ clear chain ខាងក្រោមនេះណាអត់ clear ខាងនេះហើយ clear ខាងនេះចុចយកពាក្យ clear ហ្នឹងមកហើយឃើញទេមិញហ្នឹងគឺវាច្រើនមេណានេះដល់ពេលយើង clear ទៅសំបីតែកន្លែងលើនេះក៏វាស្រកដែរអញ្ចឹងអាកន្លែងនេះសំខាន់ណាព្រោះរាល់អ្វីដែលយើង search គឺវាជាប់នៅនឹងវាអត់បាត់ទេវាធ្វើឲ្យ memory យើងពេញទៅអញ្ចឹងកន្លែងសម្អាតនៅក្នុង Chrome នេះសំខាន់ណាហើយបន្តមកទៀតបងប្អូនមើលកម្មវិធីណាដែលសំខាន់មេធំដូចជា Facebook ដូចជាអីហ្នឹងនេះ Facebook ក៏ស៊ី memory ធំដែរអស់ចូលមកខាងក្រោមយកពាក្យ store ទៀតហើយនេះចុចអាពាក្យ clear chain ខាងក្រោមនេះទៀតមកនេះមិញឡើង800មេជាងកន្លែងនេះគេគ្រាន់តែចុចសម្អាតភ្លាមវាបាត់ទៅឥឡូវក៏វាបាត់ដែរណាហើយអត់មានបាត់កម្មវិធីអត់មានបាត់អីទេណាបងប្អូនណាសម្អាតចុះអត់មានបាត់អីទេគ្រាន់តែធ្វើកម្មវិធីនឹងដើរលឿនជាងមុនណាអូខេ Facebook មួយគឺស៊ីមេខ្លាំងមែនតើចាហ្នឹងក៏វាជាកាលណាយើងប្រើយូរទៅគឺវាពេញហើយណាបងប្អូនណាចាហើយបន្តមកទៀតយើងរកកម្មវិធីណាដែលថាមេធំនៅ Google មួយទៀត Google ហ្នឹងក៏អញ្ចឹងដែរចុះមកខាងក្រោមយកពាក្យ store យើង search នេះ search នោះនេះគ្រាន់តែនេះឡើង83.77 មេហ្គាបៃនេះឃើញទេច្រើនមែនតើចុះយើង search នេះ search នោះវាជាប់នៅនឹងទាំងអស់ទោះបីយើងឈប់ប្រើក៏វាជាប់នៅនឹងដែរអញ្ចឹងបងប្អូនចុច clear chain ខាងក្រោមនេះមកនេះឃើញបាត់ហើយឃើញអត់ចាឥឡូវក៏វាស្រកខ្លះដែរណាអាហ្នឹងក៏វាធ្វើទូរស័ព្ទយើងលឿនដែរអាហ្នឹងទុកទៅអត់មានប្រយោជន៍អីដែរណាហើយលុបអញ្ចឹងក៏អត់មានបាត់ស្អីទៅណាទាំងអស់កុំច្រឡំថាលុបនឹងបាត់អីអត់មានបាត់ទេណាអូខេអញ្ចឹងបងប្អូនមើលទៅអ្វីដែលកម្មវិធីណាថាស៊ីមេច្រើនយើងសម្អាតវាទៅណា Messenger អីហ្នឹងសម្អាតទៅអូខេចុចយកពាក្យ store អញ្ចឹងមកហើយចុចពាក្យ clear អញ្ចឹងមកនេះណាអូខេនេះជាចំណុចសំខាន់ទី2អញ្ចឹងមួយទៀតចំណុចមួយទៀតបងប្អូនត្រូវចូលសម្អាតនៅក្នុង Telegram បន្តមកទៀតយើងចុចកន្លែង tray 3នេះហើយយើងចូលមកកន្លែង setting Telegram ក៏ស៊ីមេធំដែរប្រើយូរទៅគឺឯកសារវាណែននៅហ្នឹងហើយបន្តមកទៀតបងប្អូនចុចយកពាក្យនេះ data and store ហើយយើងចុចយកពាក្យ store usage ហើយនេះចុចកន្លែង clear chain នេះទៀតនេះអានេះសិតតែជា memory យើងនៅនឹងអូយច្រើនណែននៅនឹងណែនផ្អែសហ្មងណាតាំងពីវីដេអូតាំងពីអីហើយ clear ឡើយអត់មានបាត់អីទេបញ្ជាក់ជូនណាចាចុច clear មកចុចកន្លែង clear ខាងក្រោមនេះខាងក្រោមហ្នឹងទៀតឃើញទេ store clean ចឹងអ្វីដែលអត់ប្រយោជន៍អ្វីដែលយើងអត់ប្រើគឺវាលុបចោលអស់ហើយអត់បាច់ភ័យថាលុបឲ្យបាត់អីអត់មានបាត់អីទាំងអស់ធានាជូនក៏លឺសូថាលុបបាត់អីអស់អត់បាត់ទេចាអញ្ចឹងនេះជាចំណុចសំខាន់ទី3លុប Telegram ណាអូខេអញ្ចឹងចំណុចសំខាន់បន្តទៀតរូបភាពហើយនឹងវីដេអូក៏ធ្វើឲ្យ memory យើងឆាប់ពេញដែរគឺស៊ីមេធំណាអញ្ចឹងបងប្អូនចូលមកមើលមកនៅក្នុងរូបភាពនិងវីដេអូយើងវីដេអូណាដែលមិនចាំបាច់រូបណាដែលមិនសំខាន់ទេលុបចោលក៏លុបខ្លះទៅអាហ្នឹងធ្វើឲ្យ memory ក្នុងទូរស័ព្ទយើងក៏ឆាប់ពេញដែរណាអញ្ចឹងធ្វើការលុបមកហើយលុបនឹងហើយកុំភ្លេចចូលទៅលុបនៅក្នុងធុងសម្រាមផងណាលុបពីក្នុងហ្នឹងហើយគឺត្រូវទៅលុបក្នុងធុងសម្រាមទៀតបងប្អូនណានេះកន្លែង bin នេះ recall bin នេះត្រូវលុបពីក្នុងហ្នឹងទៀតបានអស់រហូតណាអូខេបាន memory យើងវាស្រាលហើយមួយទៀតបងប្អូនកម្មវិធីណាដែលយើងបើកលេងហើយគឺវាជាប់នៅនឹងដែរទីឆ្ងល់ដល់ប្រើទូរស័ព្ទយឺតអត់ដឹងខ្លួនអីនេះ
nè cam thì để dương lên nó bị chuột nó nắng nó có chởn tới ở tủ sắm nó có bị dư đai xử cua như nào cả đau chứ cam thì nào để bao khai bị chuột nó nắng cứ lục từ nè lục bị chảo chẳng thời nè rồi bấm chân tới lục bị chởnไปlụcออtới close all chẳng thời ok ok ប៉ុណ្ណឹងនេះសិតតែចំណុចសំខាន់បងប្អូនណា Facebook Telegram អីហ្នឹងអាហ្នឹងមេធំៗអាសាសម្អាតចាមានចម្ងល់អីខមមិនខាងក្រោមវីដេអូបានអរគុណ បង្គន់លែងមានបញ្ហាក្លិនឆ្អេះក្លិនស្អុយបញ្ហាសត្វល្អិតឡើងពីគម្របលូមកដូចជាមូសកដោកឡាតនិងការកកស្ទះសរសៃសក់សម្រាមផ្សេងៗដែលធ្វើឲ្យលូយើងស្ទះហើយបង្គន់យើងទាំងមូលគឺអ៊ូអាប់មែនតែនជ្រើសរើសឧបករណ៍អនាម័យមួយនេះគឺមានប្រព័ន្ធបង្ហូរទឹកដោយស្វ័យប្រវត្តិពេលទឹកហូរមិនបើកពេលទឹកអត់ហូរគឺបិទវិញការពារការកកស្ទះសរសៃសក់សម្រាមផ្សេងៗពីខាងលើហើយការពារការឡើងជាមួយសត្វល្អិតពីខាងក្រោមអ្នកនរគ្នាប្រើឧបករណ៍នេះសមាជិកក៏ដូចជាផ្ទះអ្នកនរគ្នាទាំងមូលបង្គន់ទាំងអស់មានអនាម័យមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជានិច្ច អរគុណបងប្អូនទាំងអស់គ្នាដែលបានគាំទ្រក៏ដូចទស្សនាពីដើមដល់ចប់ហើយបើមានចម្ងល់អីឬក៏មានមតិយោបល់អីបន្ថែមដែលបងប្អូនដឹងវិធីច្រើនជាងខ្ញុំបង្ហាញឬក៏ដឹងពីវិធីផ្សេងអញ្ចឹងបងប្អូនអាចចូលរួមជាមតិយោបល់នៅខាងក្រោមវីដេអូនេះបានចាសូមអរគុណបងប្អូន